មានភិក្ខុមួយអង្គគង់នៅវត្តមានកូនសិស្សតែម្នាក់ឈ្មោះអាភ្លូញខិលណាស់គ្រូល្ងងណាស់ឆោតច្រានគ្មានឧបាសកណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តឆាន់ផ្ទះដល់ម្ដងឡើយលោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយថ្ងៃមួយលោកនោះពិចារណាថាសពថ្ងៃនេះគ្មានឧបាសកឧបាសិកាគេប្រគេនវត្ថុអ្វីឆាន់សោះហើយដូច្នេះគួរអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នោះហើយក៏ប្រាប់កូនសិស្សថាអាភ្លូញឯងចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីបានមកគ្រូនិងសិស្សក៏ឡើងជីកដំរីទៅផ្សារលុះទៅដល់គ្រូប្រាប់សិស្សថាឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូចអាភ្លូញជាសិស្សក៏ទិញអំបិលមួយចម្រាក់ការុងស្រេចគ្រូឃើញសួរថាហេតុដូចម្ដេចក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អិនត្រីញៀតផងកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំប្រើករណាទិញគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបដំរីមកវិញសិស្សរែកអំបិលដល់ពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចជាស្រួលក៏សួរថាអាភ្លូញអញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណាសិស្សទូលថាព្រះករុណាស្រួលណាស់ហើយស្រះផងលោកគ្រូប្រាប់សិស្សថាឯងជីដំរីវិញអញរែកអំបិលដើរក្រោយលោកគ្រូថាហើយចុះទៅលើដំរីមកសិស្សក៏ឡើងជីដំរីទៅលោកគ្រូប្រាប់ថាឯងបដំរីទៅចាំអញមកលុបឈើមុខសិស្សបដំរីទៅដល់មកលុបឈើក៏មិនឈប់ចាំគ្រូបរហូតដល់វត្តលោកគ្រូរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់បាយមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសំណំសិស្សមកយកហើយយកអំបិលទៅលះក្នុងព្រៃមុននឹងលាក់លោកគិតថាទីនេះបើសិនជាមានគេមករកចម្រោះឃើញគេនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងភ្នែកយ៉ាងទាំងពួងគឺមានតែក្នុងទឹកទៅគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅលុះដល់សួរសិស្សថាហេតុដូចម្ដេចក៏ឯងមិនចាំអញសិស្សទូលថាក្លឹមព្រះករុណាបដំរីមកប្រុងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអង្វរដូចម្ដេចក៏វាមិនព្រមវាប្រឹងដើរដល់វត្តទើបឈប់សិស្សសួរគ្រូថាលោកគ្រូទុកអំបិលឯណាគ្រូប្រាប់ថាអញលះទុកនៅទីឯណោះអញកាច់ដើមឈូកដតជាសម្គាល់ព្រឹកឡើងនាំកូនសិលទៅយកអំបិលវិញលូកដល់ប្រាប់សិលថាអញលះទុកក្នុងត្រពាំងនេះសិស្សលន់មកថាម៉ែអើយវារលាយអស់ហើយអាភ្លូញក៏ចុះទៅយកអំបិលលើកការ៉ោងទាំងពីរឡើងរលាយអស់គ្មានសល់ចំណងដែលចងមាត់ការ៉ោងដាច់អស់ឃើញឯត្រីកញ្ចុះមួយនៅក្នុងការ៉ោងនោះសិរទូលលោកគ្រូថាមានត្រីកញ្ចុះមួយនៅក្នុងការ៉ោងវាស៊ីអំបិលអស់ទៅហើយយកត្រីនិងការ៉ោងប្រគេនគ្រូមើលលោកគ្រូឃើញត្រីខាងណាស់ក៏ទះកំភ្លៀងមុតដៃនិងថ្មងត្រីជាប់ពឹសត្រីចាប់ពើតឈឺខ្លាំងពេកលោកគ្រូថាឯងចាប់ត្រីដកថ្មងវាឆាប់តបិតអញឈឺណាស់សិស្សក៏ចាប់ដកទៀងស្ទើរតែមិនរួចលក់ដករួចឈាមហូរឈីខ្លាំងពឹសត្រីរឹតតែឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការ៉ោងនិងត្រីកញ្ចុកទៅផងដល់ទៅវត្តប្រាប់សិស្សថាអាភ្លូញអញដាំបាយមួយឆ្នាំងអាំងត្រីកញ្ចុកនោះឲ្យឆ្អិនយីឆាប់អញនឹងឆាន់លុះពឹសអន់ចាប់ពើតលោកគ្រូក៏សំងុំសឹងលក់ទៅឯអាភ្លូញក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនូតនិងឆ្អឹងត្រីក្នុងចានក្របតែវាក្របមិនឲ្យចិត្តលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនឹងត្រីមកឆាន់អាភ្លូញក៏ធ្វើជាកិរិយាដូចជាទៅយកបាយប្រគេនលោកគ្រូរួចមកវិញទូលថាបាយនឹងត្រីរុយស៊ីអស់ហើយនៅសល់តែមួយពំនូតនិងឆាំងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតនឹងមុងក៏ឲ្យរំពាត់ផ្ដាយមួយមកសិស្សថាឯងយករំពាត់វារុយកុំឲ្យវានៅលើគត់អាភ្លូញជាសិស្សក៏វារុយមិនឈប់គ្រានោះមានរុយទុំច្រមុះគ្រូវាយទៅមិនត្រូវរុយត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយ
ថ្ងៃមួយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នាយបន្ទន់ចិត្តសិស្សឲ្យមកអាភ្លងជាសិស្សបានដឹងថាគ្រូតាំងពិធីសូត្រមន្តដូច្នោះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តវិញដែលលបចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្តក៏សួរលោកគ្រូថាលោកគ្រូធ្វើអ្វីគ្រូក៏ហុកថាអញសូត្រមន្តអាគមបំបាំងខ្លួនព្រោះអញទៅរៀនពីគេហើយលោកគ្រូគិតថាស្នេហ៍អញពូកែមែនបានជាសិនអញវាមកលុះព្រឹកឡើងសិលដាំបាយធ្វើម្ហូបស្រេចទូលថាចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នេះឯងលើកយកឲ្យអញឆាន់អាភ្លូញក៏លើកមកប្រគៀនធ្វើជាមើលមិនឃើញដាក់ថាសលើក្បាលលោកគ្រូស្រែកថាអាភ្លូញហេតុម្ដេចក៏យកថាសមកដាក់លើក្បាលអញសិស្សទូថាខ្ញុំប្រកាសណាមើលមិនឃើញលោកគ្រូងាកចេញអាភ្លូញក៏ដាក់លើក្បាលគ្រូទៀតលោកគ្រូថាឯងដាក់ថាសលើក្បាលអញទៀតហើយសិស្សថាខ្ញុំប្រកាសណាសុំទោសព្រោះមើលមិនឃើញលោកគ្រូជឿថាខ្លួនរៀនស្នេហ៍ពូកែប្រកបឥឡូវក៏ហកវាថាតាំងពិធីមន្តអាគមបំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកបមែនគួរទន្ទិញឲ្យចាំកុំឲ្យភ្លេចអាភ្លុញលក់ប្រគេនចង្ហាន់គ្រូឆាន់រួចហើយវាលើកមកបរិភោគខ្លួនថ្ងៃក្រោយមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះអាភ្លុញទូលថាបើលោកគ្រូនិមន្តទៅឆាន់ឯផ្ទះកុំស្លៀកស្បង់ឲ្យចាស់ខូចអ៊ីតអំពើឃ្លុំតែជីពបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណានរណានឹងមើលកេតខ្មាំងឃើញលោកគ្រូក៏ជឿតាមពាក្យសិស្សលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់ឯផ្ទះឧបាសករួចលោកឃ្លុំតែជីពមិនស្លៀកស្បង់ដោយគិតថាឃ្លុំតែជីពបានហើយព្រោះមន្តអាគមអញពូកែណានរណានឹងមើលកេតខ្មាស់ឃើញរួចនាំកូនសិស្សទៅលក់ទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគៀនលោកឆាន់ដោយលោកមិនបានស្លៀកស្បង់អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លិចកេតកណ្ដាលវាលឧបាសកឃើញដូច្នោះគេក៏នាំគ្នាសើចហូរឡើងឡំលោកគ្រូពុំទាន់ឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់ក៏ចុះពីលើផ្ទះត្រឡប់ទៅវត្តវិញជេរបន្ទោសសិស្សថាឯងមិនឲ្យឯងស្លៀកស្បង់ឥឡូវខ្មាស់គេណាស់អាភ្លួញទូលថាលោកគ្រូកុំខ្ញោនឹងខ្ញុំព្រះករុណារឿងនេះប្រហែលជាខកត្រណំដែរឬលោកគ្រូសួរថាឯងឃើញអញខកត្រណំដូចម្ដេចអាភ្លួញសួរថាលោកគ្រូនិមន្តទៅឆាន់ទៅតាមផ្លូវណាលោកគ្រូប្រាប់ថាអញកោតទៅចេញផ្លូវកោតសិស្សថាអូច្បាស់ជាលោកគ្រូខុសត្រណំហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថាបើរៀនមន្តអាគមទាំងពួងត្រូវតែត្អមស៊ីផាយស្ពឺសូម្បីតែមុជក្រោមដើមស្ពឺក៏មិនបានវាសាបមន្តអាគមឥឡូវលោកគ្រូមុជក្រោមដើមស្ពឺបានជាខុសត្រណំសាបអាគមអស់ហេតុនេះបានជាគេឃើញកេតខ្មាស់លោកគ្រូបានស្ដាប់ដូច្នោះហើយក៏ថាអូអាភ្លុញអញភ្លេចត្អមបានជាយ៉ាងហ្នឹងឯងថានោះពិតប្រកបហើយលោកគ្រូនោះដោយឆោតល្ងងក៏ជឿជាក់ឥតសង្ស័យតាំងពីនោះមកអាភ្លុញជាសិលនៃបម្រើគ្រូដោយសុខសប្បាយ